ខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំជ្រើសរើសយកប្រពន្ធខ្ញុំពិតជាមិនខំបំណងមែនប្រពន្ធខ្ញុំមុខម្ហូបអីក៏គាត់ចេះធ្វើដែរមិនថាប្តីចង់ហូបអីប្រាប់តែគាត់ប្រហែលណាដឹងតែគាត់ធ្វើបានតែប្តីហូបតែម្ដងប្តីប្រពន្ធតើយើងរស់នៅជាមួយគ្នាចេះយល់ចិត្តគ្នាអញ្ចឹងបានរស់នៅជាមួយគ្នាបានយូរនិងមានក្តីសុខដូចថ្ងៃនេះជាដើមអញ្ចឹងប្តីចង់ហូបសម្លវល់យាវប្រាប់តែគាត់ប្រហែលគាត់ទៅដើររកគ្រឿងក្រៅយកមកធ្វើបានតែប្តីហូបមួយផ្លែឡៅហើយសម្លហ្នឹងនិយាយថាឆ្ងាញ់មែនតើសម្រាប់ថ្ងៃនេះវិញព្រឹកព្រលឹមឡើងនិយាយថាមេឃស្រឡះល្អមែនតើនិយាយផ្កាម៉ោង10មកផ្ទះខ្ញុំនឹងនិយាយថារីស្គូស្គីតែម្ដងឃើញផ្ការីច្រើនអញ្ចឹងនិយាយថាអារម្មណ៍ស្រស់ស្រាយតែម្ដងព្រឹកព្រលឹមឡើងសម្រាប់បន្លែត្រីសាច់នឹងអត់ចាំបាច់ទៅចាប់ណាឆ្ងាយទៅបេះណាឆ្ងាយទេបន្លែនឹងអត់ចាំបាច់ទៅបេះណាឆ្ងាយណាពុកម៉ែមុនគ្នាផ្សារនៅជិតផ្ទះរបស់ខ្ញុំនឹងឯងផ្សារនៅមុខរោងចក្រសបជើងលេខបូនឹងឯងនិយាយថាមានលក់សឹងតែគ្រប់មុខតែម្ដងមានលោកយាយអ៊ំអ៊ីចាចាក៏បេះបន្លែជុំវិញផ្ទះរបស់គាត់យកមកលក់អ្នកខ្លះក៏ដាំខ្លួនឯងអញ្ចឹងទៅអ្នកខ្លះក៏ទៅលើពីផ្សារតកែយកមកលក់អញ្ចឹងទៅគាត់នឹងលក់បានលុយបន្តិចបន្តួចចាំគ្រួសារអញ្ចឹងទៅណាពុកម៉ែមួយគ្នាហើយម៉ែកូនបឺតវិញមានតែបេះណាឆ្ងាយទេបេះនៅមុខរោងចក្រហ្នឹងឯងដំបូងយើងយកអង្គតំណាបកន្លះកូនចាន់ចងនេះម៉ែកូនបឺតដួសឲ្យមើលឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងពុកម៉ែមួយគ្នាយើងអ្នកត្រាំទឹកក៏វារីកទុកនៅនឹងសិនមករួចរាល់ហើយគឺយើងចាប់ផ្ដើមបោះតំពាំងមុនគេព្រោះថាតំពាំងយើងត្រូវយកវាទៅស្ងោរវាបាត់ជាតិហាងអញ្ចឹងណាប៉ុន្តែតំពាំងម៉ែកូនបឺតចិត្តនេះគេហៅថាតំពាំងផ្អែមអញ្ចឹងវាអត់សូវជាមានជាតិហាងប្រហែលទេយើងបោះអីរួចរាល់ហើយគឺយើងចាត់វាជាសនិតស្ដើងដូចម៉ែកូនបឺតចិត្តឲ្យមើលអញ្ចឹងណាយើងចាត់វាអញ្ចឹងមកហើយយើងលាងទឹកសម្អាតរួចរាល់ហើយយើងដាំទឹកឲ្យពុះមើលតែទឹកយើងពុះហើយយើងយកតំពាំងយកដាក់ស្ងោរនឹងប្រហែលជា20នាទីបានហើយមិនបាច់ស្ងោរយូរពេកទេព្រោះថាតំពាំងផ្អែមនឹងវាមិនសូវជាមានជាតិខាប្រហែលទេឥឡូវយើងស្ងោរតំពាំងទុកចោលនឹងសិនយើងជួយបែបបន្លែគ្នាម្ដាយមួយជើងខ្ញុំក៏ជួយដែរបើមិនជួយគ្នាទេគឺមិនងាយហើយទេដោយសារបន្លែហ្នឹងគឺវាច្រើនមុខដែរចំណែកម៉ែកូនបឺតវិញគ្រាន់តែឃើញមេឃរាំងភ្លៀងរៀងស្រាក់បន្តិចរត់ទៅកាត់កុលក្រៃហើយព្រោះថាមេឃនេះបន្តិចរាំងបន្តិចភ្លៀងបន្តិចរាំងបន្តិចភ្លៀងហ្នឹងអត់ងាយរាំងបាត់តាណាទេអញ្ចឹងឲ្យតើឆ្លៀតមើលតែតំពាំងរបស់យើងពុះបានគ្រប់20នាទីហើយក៏យើងយកមកចាក់ទឹកក្តៅចេញហើយយើងលាងទឹកសម្អាតបន្ទឹកពីទឹកទៀតមករួចហើយយើងទុកតំពាំងនៅនឹងម្ដងសិនសម្រាប់រនងវិញយើងយកអាណារៀងខ្ចីបន្តិចបើរនងខ្ចីគឺយើងកោសសម្បកចឹងមកពុកម៉ែមកយើងកោសតាមសម្បកចឹងមកបើរនងណារៀងចាស់គឺយើងចាត់សម្បកចេញតោះពេលយើងចាត់បន្លែអីរួចរាល់ហើយឥឡូវយើងមកត្រៀមគ្រឿងសម្រាប់បុកវិញម្ដងមានជាមួយនឹងខ្ជាយខ្ទឹមសខ្ទឹមក្រហមម្ទេសហើយនឹងកុលក្រៃនឹងឯងគឺយើងដាក់បុកចូលគ្នាទាំងអស់តែម្ដងហើយបងឃើញម៉ែកូនបឺតបុកនៅក្នុងវីដេអូនឹងចឹងយើងបុកកុំឲ្យម៉ត់ពេកតាមមកបាយគ្រឿងចូលគ្នាមកបានហើយរួចហើយយើងដាក់ជាមួយនឹងម្រេចបន្តិចដាក់ជាមួយនឹងកាពីនិងមួយចុងស្លាបព្រាបាយកាពីកុំឲ្យដាក់ច្រើនពេកហើយយើងបុកគ្រឿងហ្នឹងឲ្យវាចូលគ្នាឡើយមកតែប៉ុណ្ណឹងគឺរួចរាល់យើងដួសគ្រឿងហ្នឹងទុកម្ដងសិនហើយចាំយើងបុកអង្ករវិញម្ដងអង្ករតំណាប់យើងបានត្រាំពីមុនហ្នឹងសម្រាប់អង្ករតំណាប់យើងបានត្រាំនឹងរីកហ្នឹងគឺយើងយកមកបុកតែម្ដងពុកម៉ែមកគ្នាយើងបុកវាមកបែកល្មមមកកុំឲ្យវាបែកខ្លាំងដូចជាម្សៅគ្រាន់តែមកបែកគ្នាប៉ុណ្ណឹងមកបានហើយពុកម៉ែមកគ្នាគ្រាន់តែវាមកបែកប៉ុណ្ណឹងមកមិនមែនបែកគ្នាទេគ្រាន់តែវាមកបែកប៉ុណ្ណឹងមកហើយយើងដួសអង្ករហ្នឹងទុកម្ដងសិនណាចាំយើងយកដាក់ស្លបន្ទាប់មកទៀតគឺយើងយកស្លឹកបាសហ្នឹងយកទៅដាក់កិនពុកម៉ែមកគ្នាដោយសារយើងអត់មានវល់យាវគេហ្នឹងអ្នកទាំងគ្នាអញ្ចឹងហើយយើងប្រើស្លឹកបាសចំនួនវិញយើងដាក់ស្លឹកបាសចូលមកប្រហែលជា2-3ក្តាប់មកហើយយើងដាក់ទឹកចូលបន្តិចមកយើងកិនវាអញ្ចឹងមកស្រង់យកទៅជាតិទឹកមកកាយើងយករបស់ចោលចាំបាច់ប្រាប់គេតកាគឺបោះចោលសម្រាប់សាច់ជ្រូកវិញគឺយើងប្រើសាច់3ជាន់អញ្ចឹងពុកម៉ែគ្នាឆ្ងាញ់គេស្លោដាក់សាច់3ជាន់ឥឡូវយើងដាក់ឆ្នាំងសម្លទៅយើងដាក់តំពាំងចូលមុនគេបន្ទាប់មកយើងដាក់គ្រឿងដែលយើងបានបុកហ្នឹងណាចូលរួចហើយយើងចាក់ទឹកស្លឹកបាសដែលយើងបានកិនមិញហ្នឹងចូលទាំងអស់តែម្ដងហ្នឹងត្រង់ឲ្យរួចរាល់ណាពុកម៉ែមកគ្នារួចហើយគឺយើងចាប់ផ្ដើមបើកភ្លើងរំងាស់ទឹកសម្លរបស់យើងឲ្យពុះចាំទឹកសម្លរបស់យើងពុះហើយចាំយើងដាក់អង្ករតំណាប់ដែលយើងបានបុកមិញឥឡូវនេះមិនរៀងស្លាបន្តិចហើយពុកម៉ែមកគ្នាក្រោយពីធ្លាក់ភ្លៀងជាង1ម៉ោងហ្នឹងមកឥឡូវយើងមើលទឹកសម្លរបស់យើងចាប់ផ្ដើមពុះហើយយើងដាក់ជាមួយនឹងម្សៅអង្ករតំណាប់ដែលយើងបានបុកមិញហ្នឹងចា2វែកចូលសិនមកបានហើយពុកម៉ែមកគ្នាកុំតន់ដាក់ច្រើនណាបើយើងដាក់ច្រើនទៅគឺវាឆាប់ខាប់រួចហើយយើងដាក់ជាមួយនឹងសាច់ជ្រូក3ជាន់របស់យើងចូលតែម្ដងហើយយើងរំងាស់វារៀងពុះនៅនឹងមើលតែឆ្អិនរៀងឆ្អិនសាច់ជ្រូកបន្តិចយើងដាក់លពោចូលមុនគេរសារលពោនឹងវាក្រផោយហើយនឹងស្លឹកជាកដុលណាក៏យើងដាក់ចូលដែររំងាស់វានៅនឹងប្រហែលជាបានមកពុះបានមកផោយលពោមកចាំយើងដាក់គ្រឿងចូលតាមក្រោយទៀតអានេះគឺគ្រឿងក្រូចរបស់រៀងច្រើនមុខដែរស្លក៏រៀងយូរដែរពុកម៉ែមកគ្នាខ្ញុំថាបញ្ចូលសម្លេងរៀងខ្លីកាត់វីដេអូរៀងខ្លីបន្តិចកណ្ដោខ្លាចពុកម៉ែមកគ្នាមើលមិនសូវយល់អញ្ចឹងណាចឹងឲ្យដាក់រៀងវែងឲ្យគ្រប់ជ្រុងជ្រោយរៀងក្បោះក្បែរអញ្ចឹងមកមើលតែលពោរបស់យើងចាប់ផ្ដើមផុយយើងដាក់ជាមួយនឹងនងចូលដាក់ជាមួយនឹងផ្សិតកំបាំងរបស់យើងចូលហើយចាំយើងដាក់ជាមួយនឹងតងលពោដាក់ជាមួយនឹងគ្រឿងអីផ្សេងចូលតាមក្រោយទៀតណាពុកម៉ែមកគ្នារួចហើយយើងដាក់ជាមួយនឹងស្លឹកបាសហើយស្លឹកបាសហ្នឹងសល់ពីក្លុកមិញតិចហ្នឹងដល់ទុកមិនតិចយកមកដាក់ស្លោជាមួយស្លឹកបាសរួមជាមួយនឹងស្លឹកស្អំបើមិនចូលចិត្តស្អំទេមិនបាច់ដាក់ក៏បានដែរអានេះតាមពិតគេត្រូវដាក់ស្លឹកងប់ដែរពុកម៉ែមកគ្នាបន្តរកស្លឹកងប់អត់បានបន្តមកទៀតយើងដាក់ជាមួយនឹងទឹកប្រហុករបស់ម៉ែកូនបឺតចូលដាក់កាន់តែច្រើនណាកាន់តែមានរសជាតិឆ្ងាញ់ទឹកប្រហុករបស់ម៉ែកូនបឺតយកមកស្លោសម្លបែបហ្នឹងនិយាយថាជាតិមែនតើឆ្ងាញ់មែនតើក្លិនវិញឡើងក្រអូបឆ្ងាញ់ហ្មងពុកម៉ែបងប្អូនគ្នាក្រោយ
យbây giờ nãy từ bỏ khói chừng nào chừng mình kêu cho tích mà sao xúc nó scar bị trên tam chừng nào chừng nào chặt bài đặt scar các bạn này bị sân chừng bằng pra chừng mình từ bỏ các bạn mai còn bớt soi cho chặt em á bài đặt scar bài đã bị trên các bạn này đã làm sao xúc nó tích mà triệt tam đòn trong khói chừng nào chừng mình một tê cho tích tại chừng mình om cho tập mình cứ ăn rồi lại bật lên cứ chỉ cả sài sầm lò giờ người điอยู่แทนตนองเหมือนเต้นช่างอย่างเหมือนเต้นพวกมาบนนี้อันนั้นก็แฮนด์สำหรับสลักเยียวอ่ะมันตายแต่สายเยอะกันมีสลักเยียวได้เตยอย่างนั้นสลักบ้าจำนวนสลักเยียวกับแบงได้ส้มซาซาปนย้อมปากกาชนายปากกาเทอเครื่องกรบเม็ดมันแต่เทอสำหรับพวกนี้คือใจมอช่างงั้นเหมือนเต้นพวกมาหมดนี่อันนี้นักไปเหยสลักเยียวนักไปสัตว์พอให้รวมจำนวนดังสลักงบเตียบแบนใบบนพวกนี้ยอมบรรดาเตียดังอยู่แทนเจียดช่างงั้นมองพวกมาหมดนี่นั่นคือกรบเครื่องระบบวิทยาแต่มาดองเนี่ยต่างกันนี่มันแต่ปแบนรอเป็นสต็อกเจิงแข่งแข่งตะแกวนี่ปแบนรอเครื่องนั่งนปรีพนมเครื่องที่เขาในปรีพนมมันเมียนงันปืดๆเหมือนการโฮมด้วยนั่งกับเพื่อนมันจะเป็นเราแต่สัน